ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះយើងមកធ្វើញ៉ាំស្តៅហូបទាំងអស់គ្នាណាបងប្អូនចាបងប្អូនខ្លះដែលធ្លាប់បានញ៉ាំបងប្អូនកុំភ្លេច comment ក្រោមវីដេអូម្នាក់មួយផងថាឆ្ងាញ់ហើយអ្នកដែលមិនធ្លាប់បានញ៉ាំតើយើងមកធ្វើជាមួយខ្ញុំទាំងអស់គ្នាណាចាហើយមុខម្ហូបមួយមុខនេះបងប្អូនចាយើងអាចញ៉ាំជាមួយបាយក៏បានហើយយើងអាចធ្វើជាគ្រឿងក្លែមក៏បានដែរបងប្អូនគឺថាឆ្ងាញ់ឲ្យ10គុណ10ណាបងប្អូនគឺថាជូរអែមហឹលបងប្អូនរសជាតិវិញទៅបេះជាមួយនឹងញ៉ាំស្តៅបងប្អូនថាដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតឆ្ងាញ់ខ្លាំងណាបងប្អូនចាហើយងាកមកមើលគ្រឿងផ្សំរបស់យើងមានជាសាច់ជ្រូក3ជាន់ស្តៅហើយនឹងកពឹសណាបងប្អូនមានកពឹសដាក់កពឹសទៅហើយសាច់ជ្រូក3ជាន់សាច់ម៉ិនក៏បានដែរបងប្អូនចាហើយសណ្តែកដីហើយមីស៊ូអីចឹងមកចាហើយឥឡូវគឺថាដល់វគ្គយើងមកលាយគ្រឿងផ្សំរបស់យើងហើយណាបងប្អូនយើងចាក់ទឹកត្រីចូលហើយនឹងស្ករសចាបងប្អូនស្ករសយើងដាក់តាមចំនួនដែលបងប្អូនធ្វើតិចធ្វើច្រើនទៅចាហើយប៊ីចេងចាប៊ីចេងមកលព្រាបាយអីចឹងណាបងប្អូនហើយនឹងខ្ញុំលួចដាក់អំបិលបន្តិចបងប្អូនដើម្បីថាឲ្យរសជាតិវារៀងដិតណាបងប្អូនទៅមកទៀតចាខ្ញុំប្រើទឹកអំពិលទុំបងប្អូនឡើយនេះបើបងប្អូនប្រើក្រូចឆ្មាក៏បានដែរបងប្អូនចាតែខ្ញុំប្រើទឹកអំពិលទុំហើយបន្ទាប់មកទៀតខ្ញុំដាក់ម្ទេសដែលខ្ញុំហាន់ហើយនឹងខ្ទឹមសហើយខ្ទឹមក្រហមចឹងមកណាបងប្អូនហើយយើងច្បល់ចូលគ្នាឲ្យវាចូលជាតិគ្នាមកណាបងប្អូនចាឲ្យវាសព្វចឹងមកឲ្យស្ករឲ្យយើងវាលាយចូលគ្នាឲ្យចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតយើងដាក់សាច់ជ្រូកចូលជ្រូក3ចិននេះគឺខ្ញុំស្ងោរហើយក៏ខ្ញុំក៏ហាន់ច្ដុំហើយស្រេចចឹងណាបងប្អូនហើយសម្រាប់បន្លែខ្ញុំដាក់ទឹកសក់ហើយនឹងស្ដីគួរណាបងប្អូនហើយបន្ទាប់មកទៀតនេះបងប្អូនគ្រឿងសំខាន់ណាគឺថាស្តៅបងប្អូនចាស្តៅនេះយើងស្រុះវាតែមួយផ្លេតមកយើងយកមកបេះវាចឹងមកចាហើយមួយទៀតទៅបងប្អូនកុំភ្លេចការ៉ុតបងប្អូនដាក់ក៏បានមិនដាក់ក៏បានសម្រាប់បន្លែការ៉ុតណាបងប្អូនតែខ្ញុំដាក់ដើម្បីថាមើលទៅវាពណ៌ស្អាតហើយវាឆ្ងាញ់ទៀតចាហើយបន្ទាប់មកទៀតយើងបន្ថែមជីគ្រប់មុខណាបងប្អូនចាតើពីតាយើងដាក់ជីគ្រប់មុខហើយបងប្អូនកន្លែងនេះមានកពឹសដូចខ្ញុំក៏ដាក់មកហើយបើអត់ក៏អត់ទៅចាហើយមួយទៀតមីស៊ូបងប្អូនមីស៊ូយើងស្រុះវាស្រេចចឹងមកហើយយើងកាត់វារាងដុំខ្លីៗកុំសូវថាវាហូបវិញមានលេវាឡាយវាតាយច្រើនយើងកាត់វារាងខ្លីៗចឹងណាបងប្អូនហើយយើងច្បល់មកហើយយើងច្បល់ទៅច្បល់មកឲ្យវាចូលជាតិគ្នាហើយមួយទៀតណាបងប្អូនគ្រឿងពិសេសខ្លាំងមិនអាចអត់បានណាគឺសណ្តែកដីបងប្អូនបុកវាល្អិតចឹងមកបងប្អូនចាហើយនេះបងប្អូនមើលណាទំនងខ្លាំងមែនទែនហើយថាឆ្ងាញ់ណាបងប្អូនចាហើយដូចខ្ញុំនិយាយចាឥឡូវថារួចរាល់ហើយបងប្អូនដែលមិនធ្លាប់បានធ្វើហូបបងប្អូនធ្វើទៅគឺថារសជាតិឲ្យ10លើ10ណាបងប្អូនអើយឆ្ងាញ់ខ្លាំងណាចាហើយណាមួយរដូវនេះចាប់ផ្ដើមរដូវស្តៅហើយមានហើយបងប្អូនធ្វើហូបទៅអត់ខំណងទេញ៉ាំស្តៅចានេះបងប្អូនទាំងអស់គ្នាឥឡូវគឺថារួចរាល់ហើយបន្ទាប់មកយើងតែទីយើងដល់វគ្គភ្លក់ឲ្យបងប្អូនអើយគឺថាឆ្ងាញ់ខ្លាំងមែនទេណាបងប្អូនបើថាមានមិត្តភ័ក្តិជួបជុំបងប្អូនទៀតយើងធ្វើហូបទៅបងប្អូនមិនខំណងទេចាឥឡូវថាយើងដាក់មួយម៉ាត់ទៅហើយឲ្យ10លើ10ឆ្ងាញ់ខ្លាំងបងប្អូនឆ្ងាញ់មែនទេមើលឲ្យឃ្លានទៀតណាបងប្អូនចាហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ follow page ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជំរាបលា